Bạn, trong cái vùng đang nó thay rồi cái gì đang thấy cái sao đàn cô thay mấy hay mình vẫn gì chẳng បាទប្រិមិត្តបាទពុកម៉ែបងប្អូននេះគឺជាសកម្មភាពទាំងស្រុងបាទដែលកំពុងតែ របស់អាញាធរឥឡូវនេះ យ៉ាងម៉េចដែរគាត់អត់ព្រមចូលរួមសហការជាមួយនឹងអាជ្ញាធរតែម្ដងឬយ៉ាងម៉េចដែរ ខ្ញុំចង់បញ្ជាក់ជំរាបជូនសារព័ត៌មានបានជិបថាទីតាំងនេះមើលគាត់លក់ដូរនៅលើចិញ្ចើមផ្លូវហើយមើលសម្រាប់ពីវិការហើយថ្ងៃនេះគឺរដ្ឋបាលខណ្ឌមិនមែនចុះមកចាប់គាត់អីទេគឺចុះមកណែនាំគាត់ហើយឲ្យធ្វើកំណត់ហេតុបញ្ឈប់ការលក់ដូរនៅចិញ្ចើមផ្លូវតទៀតហើយនឹងទ្រូងផ្លូវណាបាទឥឡូវនេះគាត់បែរជាគាត់បញ្ចេញសកម្មភាពមកមិនសហការមិនចូលរួមហើយគាត់អះអាងថាគាត់ខ្សោយបេះដូងខ្សោយទៅហើយបើខ្សោយបេះដូងមើលគាត់កំពុងតែលក់ដូរប្រកបអាជីវកម្មនៅលើចិញ្ចើមផ្លូវយ៉ាងពេញរំភើបឲ្យសម្រាមមើលនៅលើថតផ្ដិតយករូបភាពសម្រាមណាបាទអរគុណបាទប្រិមិត្តបាទបងស្រីឥឡូវខ្ញុំសូមសភាបងតិចបានទេបងបាទប្រិមិត្តបងពុកម៉ែបងប្អូននេះគឺជាសកម្មភាពរបស់អាជ្ញាធររដ្ឋបាលខណ្ឌទូគោកដែលបានចូលរៀបចំស្ដាប់ធ្នាប់នៅទីនេះឥឡូវនេះមិនចូលរួមសហការជាមួយនឹងអាជ្ញាធរខណ្ឌទេបាទហើយអ្នកមីងអាចសូមសភាតិចបានទេតែអាចសហការជាមួយនឹងបាទដោយសារគាត់បានបញ្ជាក់ថាគាត់អត់ស្រួលខ្លួនទេចឹងគាត់អត់ចង់ដឹងអត់ចង់លឺអីតតែសោះប្រិមិត្តបាទយើងបាទឥឡូវយ៉ាងម៉េចទៅឥឡូវសិនតែគាត់អត់ចូលរួមសហការហ្នឹងតាមមានធានការយ៉ាងម៉េចបន្តទៀតដែរកំពុងតែធ្វើការងារមួយគាត់ថាតើគាត់ចូលរួមសហការអត់ឥឡូវហ្នឹងបាទព្រោះថាការលក់ដូរនេះគឺជាការកំពុងតែជំទានលើចិញ្ចើមផ្លូវឥឡូវហ្នឹងបាទចិញ្ចើមផ្លូវឲ្យសម្រាប់មើលពីវាការណាឥឡូវបើយើងចង់មកណែនាំគាត់ទៅគាត់អត់មកចូលរួមសហការឥឡូវនឹងពួកបងប្អូនប្រិយមិត្តទាំងអស់ពិចារណាមើលថាគាត់ធ្វើអញ្ចឹងត្រូវខុសឥឡូវនេះបាទខ្ញុំកំពុងថាឲ្យគាត់ពិចារណាថាជួយពិនិត្យមើលអស់នេះថាគាត់ធ្វើអញ្ចឹងត្រូវខុសចុះមកនេះមិនអូចាប់យកទិញណាត់ទិញណាទេមិនចាប់បានអីទេឥឡូវគាត់ថាឲ្យគាត់មកចូលរួមធ្វើកំណត់ហេតុបាទព្រោះនេះជាគោលការណ៍របស់រដ្ឋបាលរាជភ្នំពេញដូចជាការបញ្ជាផ្ទាល់របស់ដល់បាខណ្ឌណាបាទណាហើយឥឡូវនេះកំពុងតែពីការដាក់ជែកដាក់អីពេញតំចិញ្ចើមផ្លូវពីការឥឡូវនេះឲ្យគាត់បែរធ្វើអញ្ចឹងនេះអត់ចូលសហការទេសហការទេឥឡូវនេះមិនចូលមកចាប់យកដៃយកជើងមិនចាប់ទេត្រូវធ្វើកំណត់ហេតុឲ្យគាត់ដើម្បីបញ្ឈប់ការលក់ដូរនៅហ្នឹងទៀតបាទរត់ទីតាំងថ្មីណាហើយបើគាត់ស្គាល់ខ្ញុំគាត់ណែនាំថាទៅលក់ទីតាំងសាដើមកោថ្មីស្ថិតនៅទំនប់កប់ស្រូវសង្កាត់កោរកាខណ្ឌព្រៃភ្នៅនៅក្នុងរាជធានីពេញយើងទេណាផ្សារទំនប់ទន្លេគេហ្វ្រីឲ្យ2ឆ្នាំទៀតហ្វ្រីឲ្យ2ឆ្នាំទៀតឥឡូវគាត់មកណែនាំគាត់ថាគាត់អត់ចូលរួមសហការឲ្យគាត់ថាគាត់ស្អីបេះដូងស្អីគាត់អង្គុយធ្វើអញ្ចឹងឥឡូវផ្ដិតរូបភាពគាត់ហើយឲ្យបងប្អូនទស្សនិកជនក៏ដូចជាបណ្ដាញសង្គមពិនិត្យមើលថាតើអាជ្ញាធរមានបានរំលោភបំពានទៅលើគាត់ដែរអត់បាទគាត់ទៅចុះមកធ្វើកំណត់ហេតុដើម្បី